សូមមកឆ្លើយខមមិនតហើយបងអូនលើកឡើងថាសូមនិយាយតាមត្រង់មើលទៅរៀងឆ្កងអត់ដូចរឿងដើមបាទជាការពិតគឺរឿងនេះក៏ដូចរឿងដើមទេព្រោះសារតែរឿងដើមគឺជាប្រភេទ documentary មានន័យថាគឺអ្នកថតគឺគាត់បានថតនៅក្នុងព្រឹត្តិការណ៍ហើយអ្នកនិពន្ធគាត់ក៏យកទៅកាត់តឲ្យចេញជាសាច់រឿងអញ្ចឹងណាហើយសម្រាប់រឿងបងរឿងកូនកំមុំខ្មោចចូលនេះគឺយើងផលិតទៅគឺជារឿងតែម្ដងគឺមានន័យថាគឺសាច់រឿងនឹងប្រាប់តាំងពីមុនការរហូតដល់ក្រោយការហើយខ្ញុំក៏សូមកាន់តែអបិយធម៌មែនទែនសម្រាប់កំហុសឆ្គងនៅក្នុងរឿងពេលរឿងចេញផ្សាយទៅព្រោះសារតែរឿងនេះគឺយើងផលិតឡើងតាមធនធានដែលយើងមានជាពិសេសក្រុមការងាររបស់យើងគឺមានតិចមែនទែនតួដែលមាននៅក្នុងរឿងទាំងអស់គឺសុទ្ធតែជាក្រុមការងារដែលជួយរៀបចំនៅក្នុងរឿងជាក់ស្ដែងនេះបងអញ្ចឹងគឺបងម្នាក់ឯងបងកាន់តួនាទីច្រើនបងគឺជាអ្នកនិពន្ធសាច់រឿងបន្ថែមបងជាអ្នកដឹកនាំរឿងបងជាអ្នកថតបងជាអ្នកកាត់តបើគិតមកទៅវាលើសពីសមត្ថភាពដែលយើងអាចធ្វើបានក៏ប៉ុន្តែដោយសារតែការស្រឡាញ់ទើបយើងអាចផលិតបានអញ្ចឹងសម្រាប់បងប្អូនដែលចង់តាមដានរឿងកូនកំមុំខ្មោចចូលកុំភ្លេចតាមដាននៅក្នុង YouTube Facebook TikTok កំសៅវិរៈ Official ហើយរឿងនេះគឺចេញផ្សាយបន្ទាប់ពីចូលឆ្នាំហើយសម្រាប់បងប្អូនដែលចង់មានភាពជឿជាក់នៅក្នុងការដើរលេងចូលឆ្នាំបងប្អូនអាចសាកល្បងប្រើជាមួយថ្នាំដុសធ្មេញម៉ណូរីថ្នាំដុសធ្មេញម៉ណូរីជួយឲ្យធ្មេញសភ្លឺថ្លាបែបធម្មជាតិខ្យល់ដង្ហើមស្រស់ស្រាយជាពិសេសគឺជាផលិតផលកូនខ្មែរ